Pixel 6 គឺបានចេញនៅឆ្នាំ2021ក្នុងឆ្នាំបាទក្នុងខែ10ហើយឥឡូវនេះឆ្នាំ2026ខែ4អញ្ចឹងវាអត់ទាន់បានអាយុកាល5ឆ្នាំទេប៉ុន្តែ Pixel 6នៅតែធ្វើការបានល្អជាមួយនឹងការ design រូបរាងស្អាតកាមេរ៉ាដែលមានកម្រិតច្បាស់ល្អមែនទែនខ្ញុំស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំវីរៈបូថ្ងៃនេះចង់បង្ហាញអ្នកគ្នានៅប្រភេទទូរស័ព្ទមួយដែរគឺ Pixel 6 ទៅក្នុង Pixel 6នេះផងដែរគឺខ្ញុំចង់បង្ហាញអ្នកគ្នាទៅលើចំណុចមួយចំនួនទេព្រោះអ្នកគ្នាប្រហែលបានឃើញថា Pixel 6នេះគេមានគេ review ច្រើនហើយគាត់ថាខ្ញុំលើកចំណុចសំខាន់សម្រាប់អ្នកដែលប្រើប្រាស់ទូទៅដូចជាខ្ញុំជាដើមខ្ញុំចូលចិត្តប្រើទៅលើការថតរូបលេងហ្គេមបាទហើយមើល YouTube អញ្ចឹងចំណុចសំខាន់ប៉ុណ្្នឹងទេដែលខ្ញុំធ្វើចាំថ្ងៃរាល់ថ្ងៃជាមួយទូរស័ព្ទ smartphone ដែលខ្ញុំប្រើប្រាស់ហើយPixel 6នេះគឺជាទូរស័ព្ទគេហៅថាទូរស័ព្ទប្រចាំខ្លួនខ្ញុំផ្ទាល់ខ្ញុំប្រើបាទហើយតើតើ Pixel 6នេះដែរវាមាន RAM 8GB ហើយ storage ដែលខ្ញុំទិញគឺ 128GB បាទការខ្ញុំទិញគឺ$185បាទហ្នឹងតែតថ្លៃគេបាទតគេចុះសល់$180ហើយខ្ញុំប្រើរយៈពេលចូលប្រហែលខ្ទង់1ឆ្នាំជាងហើយបាទឬក៏ខ្ញុំអត់ច្បាស់តែខ្ទង់ប្រហែលប៉ុណ្ណឹងអត់លើសណាស់ទេហើយក៏អត់ក្រោមហ្នឹងដែរបាទខ្ញុំភ្ញាក់ផ្អើលគេនៅពេលខ្ញុំថតវីដេអូ 4K ទៅលើទូរស័ព្ទនេះគឺល្អមែនទេល្អខ្លាំងបាទឥឡូវនេះខ្ញុំនិយាយតាក់ទងជាមួយនឹងរូបរាងរបស់វាសិនបាទរូបរាងវាគឺនៅល្អគេហៅ design បានយូរឆ្នាំអ្នកព្រោះว่าអ្នក design គឺ design ឲ្យមើលទៅឃើញស្អាតបានយូរឆ្នាំបាទហើយការ design frame ព័ទ្ធជុំវិញវាគឺលុយញោមបាទល្អមែនទេហើយខាងក្រោយកញ្ចក់បាទខាងមុខកញ្ចក់ដែរហើយរៀងឡើងកម្ដៅបន្តិចនៅពេលយើងប្រើយូរប្រភេទទូរស័ព្ទនេះវាកញ្ចក់អញ្ចឹងណារៀងឆាប់ឡើងកម្ដៅកញ្ចក់ហើយមួយទៀតតកតង performance កម្លាំងម៉ាស៊ីនបាទគឺធ្វើការបានល្អជាមួយនឹងការលេងហ្គេមបាទទៅអូសចូលកម្មវិធីគឺ smooth ល្អមែនទែនតែលេងហ្គេមe-football ខ្ញុំលេងញឹកជាងគេលើទូរស័ព្ទនេះការលេងហ្គេមលើ e-football វានៅធ្វើការបានល្អប៉ុន្តែលេងរៀងយូរទៀតពេលខ្លះរៀងតាក់ដែររៀងស្ពឹកមួយផ្លែតដែរក៏វាដំណើរការធម្មតាមកវិញទៅបាទហើយបើតកតងនឹង performance គឺចូលកម្មវិធីអីគឺលរូនល្អមែនតើបាទអេក្រង់វា refresh rate 90Hz បាទហើយមួយទៀតតកតងការសាកថ្មដែរវារៀងសាកយូរដែរហើយថ្មវាអាយុកាល75ឆ្នាំនេះគឺតាខ្ញុំប្រើរយៈពេល1ឆ្នាំជាងដែរហ្នឹងគឺវាខ្ញុំគិតថាវានៅកាន់បានល្អបាទបាទអត់មានបញ្ហាទេហើយបើតកតងជាមួយនឹងចំណុចពិសេសវិញគឺថាកាមេរ៉ាបាទថតបានល្អមែនទែនបាទថតបានល្អមែនទែនសម្រាប់ខ្ញុំទៅលើទូរស័ព្ទ budget តម្លៃមួយទឹកតម្លៃ180នេះគឺខ្ញុំគិតថាវាបានល្អខ្លាំងទៅលើប្រភេទទូរស័ព្ទមួយនេះហើយ upgrade version បានខ្ពស់ទៀតចុងក្រោយអត់មានអ្វីច្រើនទេអ្នកគ្នាតកតងនឹងទូរស័ព្ទនេះគឺវាល្អសម្រាប់អ្នកដែលមានថវិកាត្រឹម100ជាងអីបាទ180ចុះក្រោមអាចទិញប្រើប្រាស់បាន storage ធំ RAM ធំបាទ update version ឥឡូវឡើងដល់6ហើយ scan ម្រាមដៃបាទ scan ម្រាមដៃគឺល្អមែនតើបាទបើចេះប៉ុណ្ណឹងគឺទិញបានហើយតម្លៃ100ជាងហ្នឹងគឺល្អសម្រាប់អ្នកមានលុយប៉ុណ្ណឹង180ចុះក្រោមនិយាយទៅវាសឹងតែ perfect smartphone សម្រាប់ឆ្នាំ2026នេះដែរអញ្ចឹងទេបាទនេះហើយមានមួយទៀតតទៅនឹងទូរស័ព្ទមួយនេះគឺវាមាន wireless charge ដែរការបានល្អដែរ wireless charge បាទអញ្ចឹងសរុបសេចក្តីមកទូរស័ព្ទនេះនៅតែល្អសម្រាប់ឆ្នាំ2026ដែលសម្រាប់បងប្អូនដែលមានលុយត្រឹម180ចុះក្រោមនេះអាចទិញប្រើវាបានហើយ Pixel 6ហ្នឹងបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយ
។